អូខេជម្រាបសួរពុកម៉ែបងប្អូនទីរាប់អានមកដែរបាទមកជួបជាមួយនឹង channel បាទម៉ូតផ្ទះថ្មីទៀតហើយបងប្អូនណាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមានវីដេអូមួយបាទតាក់ទងនឹងការ design នៅប្លង់ផ្ទះម៉ូតផ្ទះបងប្អូនបាទអញ្ចឹងម៉ូតផ្ទះនេះគឺយើងប្រើម៉ូតផ្ទះមេម៉ាយកូនមួយបងប្អូនណាបាទម៉ូតផ្ទះមេម៉ាយកូនមួយដោយសារតែនៅខាងមុខយើងបុកមួយទេបងប្អូនបាទម៉ូតផ្ទះមេម៉ាយកូនមួយនេះភាគច្រើនគេប្រើតែផ្ទាំងហោជាងបងប្អូនណាបាទផ្ទាំងហោជាងធំខាងលើបាទទួយខាងក្រោមបានវាត្រូវនឹងស្តង់ដាររបស់វាបងប្អូនណាបាទអញ្ចឹងយើងកុំបងអង្គយូរបាទយើងមើលនៅក្នុងវីដេអូយើងវិញបងប្អូនណាបាទផ្ទះមេម៉ាយកូនមួយនេះបងប្អូនបាទអញ្ចឹងផ្ទះមេម៉ាយកូនមួយនេះនៅខាងមុខមានទទឹង6គុណនឹង15ម៉ែត្របងប្អូនណាបាទមានបន្ទប់គេង3បាទបន្ទប់ទឹកបន្ទប់ផ្ទះបាយមួយបងប្អូនណាបាទអញ្ចឹងផ្ទះមេម៉ាយកូនមួយនេះបាទខ្ញុំ design ផ្ទាល់ដោយសារតែខ្ញុំជាជាងដោយសារតែខ្ញុំធ្វើផ្ទះឲ្យគេច្រើនបាទវីដេអូក៏ច្រើនដែរបងប្អូនណាបាទអញ្ចឹងបាទដោយសារតែរាល់ថ្ងៃនេះខ្ញុំផ្ដាសាយបងប្អូនណាបាទអញ្ចឹងកុំប្រកែប្រកាន់អីបាទជាមួយនឹងសំឡេងបងប្អូនណាបាទអញ្ចឹងយើងចូលទៅក្នុងវីដេអូយើងវិញបងប្អូនណាបាទអញ្ចឹងផ្ទះមេម៉ាយកូនមួយនេះវាយើងមានទទឹង6បាទបដោយ15ម៉ែត្របងប្អូនណាបាទមានបន្ទប់គេង3ផ្ទះបាយ1អត់មានបន្ទប់ទឹកទេប៉ុន្តែមានកន្លែងទទួលភ្ញៀវមួយល្វែងផងដែរបងប្អូនណាបាទមានទ្វារក្រោយ1មានបងអួច4បងអួច5បងប្អូនទ្វារខាងមុខនេះគេប្រើទ្វារ2បើកបងប្អូនណាបាទកម្មចដា3កម្មហើយខ្ញុំសូមបញ្ជាក់ជូនបងប្អូនបន្តិចបងប្អូនណាបាទដោយសារតែខាងមុខនេះគឺយើងមានរងដាទៅមុខនេះ3ម៉ែត្របងប្អូនណាបាទយើងប្រើដបូលហើយជាងបងប្អូនណាបាទអញ្ចឹងម៉ូតផ្ទះមេម៉ាយកូនមួយនេះភាគច្រើនគេប្រើហើយជាងទេបងប្អូនណាបាទបុកហើយជាងមួយបានយើងคลายទៅជាផ្ទះមេម៉ាយកូនមួយបងប្អូនណាបាទអញ្ចឹងនៅខាងក្រោយនេះគឺទ្វារខាងក្រោយបងប្អូនណាកន្លែងដែលខ្ញុំគួរអញ្ចឹងកន្លែងនេះកន្លែងបាំងមួយបងប្អូនណាបាទបន្ទាប់ពីបន្ទប់ទទួលភ្ញៀវមកដល់កន្លែងផ្ទះបាយនេះគឺយើងបាំងទ្វារមួយបងប្អូនណាបាទយើងអត់ឲ្យឃើញដល់ក្រោយទេបងប្អូនបាទមានទ្វារមួយអញ្ចឹងនៅខាងតុបទទួលភ្ញៀវគឺយើងមានបាទប្អួយ2បន្ទប់នីមួយគឺមានប្អួយ1បាទកដាលនេះមាន1ខាងមុខគឺយើងមាន2បងប្អូនណាបាទអញ្ចឹងបើសិនជាចូលចិត្តនៅវីដេអូខ្ញុំបាទកុំភ្លេច subscribe ម្នាក់មួយផងជួយ like ម្នាក់មួយផងបងប្អូនណាបាទអញ្ចឹងនឹងទទួលនៅវីដេអូថ្មីបាទជាបន្តទៀតសម្រាប់ចំណេះដឹងដល់ពុកម៉ែបងប្អូនអាចទទួលយកបានមិនបានទៅលើពុកម៉ែបងប្អូនទេបងប្អូនណាបាទអញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងបងប្អូនណាបាទខាងមុខគឺកម្មចដា3កម្មបន្ទាប់មកគឺទុកល្វែង3ម៉ែត្របាទអញ្ចឹងបន្ទាប់មកគឺមានទ្វារ2បើកបងប្អូនណាបាទទ្វារ2បើកដូចជាទ្វារវិឡាទ្វារអីចឹងបងប្អូនបាទផ្ទះពើហាអញ្ចឹងប៉ុន្តែលើកនេះគឺខ្ញុំលើកយកមកសម្រាយនៅប្លង់ត្រួសបាទមកផ្ទះមេម៉ាយកូនមួយបងប្អូនបាទដោយសារតែផ្ទះមេម៉ាយកូនមួយនេះគឺវាខុសគេបន្តិចដោយសារតែដបូលខាងមុខគឺវាប្រើបុកហើយជាងបងប្អូនណាបាទអញ្ចឹងបុកហើយជាងអញ្ចឹងដោយសារតែល្វែងខាងមុខ3ម៉ែត្រនេះគឺវាមានហើយជាងបាទហើយល្វែងធំបាទ12ម៉ែត្រនេះក៏មានហើយជាងដែរបងប្អូនដោយសារតែខាងមុខនេះគឺវាមានបុក3ម៉ែត្រខាងមុខនេះបុកហើយជាងតូចបងប្អូនណាបានយើងคลายទៅជាមេម៉ាយកូនមួយបងប្អូនណាបាទអញ្ចឹងនៅខាងក្រោយនេះគឺមានផ្ទះបាយមួយបាទបន្ទាប់ពី2ម៉ែត្របងប្អូនណាបាទផ្ទះបាយហ្នឹង2ម៉ែត្រទេបងប្អូនដោយសារតែក្នុងខាងក្រោយនេះវាតូចអញ្ចឹងបន្ទាប់មកគឺយើង3ម៉ែត្រទាំងអស់បាទ3ម៉ែត្រ4ល្វែង12ទុក2ម៉ែត្រ2ម៉ែត្រ3ម៉ែត្រខាងក្រោយបាទ15បងប្អូនណាបាទ2ច្រឡំអធិស្ឋានផងបងប្អូនណាបាទខាងក្រោយនេះគឺ15ដោយសារតែខ្ញុំចេញប្លង់គឺចេញសរសេររៀងតូចបន្តិចបងប្អូនណាបាទអញ្ចឹង3បាទ3ម៉ែត្របាទ6 912បាទបូកនឹងជាមួយនឹងផ្ទះបាយ3ម៉ែត្រទៀតគឺ15បងប្អូនណាបាទ15ម៉ែត្រ6គុណនឹង15អញ្ចឹងបើសិនជាចូលចិត្តនៅវីដេអូខ្ញុំបាទដូចខ្ញុំបញ្ជាក់ឡើងខាងដើមអញ្ចឹងបាទជួយចុច subscribe ម្នាក់មួយដើម្បីនៅទទួលនៅវីដេអូថ្មីជាចំណេះដឹងឬក៏ប្លង់ផ្ទះឬក៏វីដេអូអីផ្សេងបាទដែលជាចំណាប់អារម្មណ៍របស់ពុកម៉ែបងប្អូននៅថ្ងៃក្រោយហើយនឹង
លើក្រោយទៀតបាទខ្ញុំនឹងធ្វើវីដេអូបាទពីមួយផ្ទះផ្សេងដែលបងប្អូនជួយចិត្តអីបាទអាចខមមិននៅខាងក្រោមបាននៅព័ត៌មានផ្សេងបងប្អូនណាបាទអញ្ចឹងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនហើយកន្លែងដែលខ្ញុំគូនេះបាទនេះគឺជាក្រេបងប្អូនណាបាទក្រេបន្ទប់មួយសិតតែក្រេបាទក្រេ1បាទក្រេ2ដូចខ្ញុំបញ្ជាក់អញ្ចឹងបន្ទាប់មកគឺផ្ទះបាយបាទ3ម៉ែត្របាទបន្ទាប់មកគឺទ្វារក្រោយបងប្អូនណាហើយនៅនេះគឺខណ្ឌបងប្អូនណាបាទខណ្ឌ3ម៉ែត្រហ្នឹងគឺមានទ្វារមួយទៀតសម្រាប់ចូលផ្ទះបាយបាទចេញពីផ្ទះបាយទៅខាងក្រោយចឹងកន្លែងល្វែងនេះគឺកន្លែងទទួលភ្ញៀវបាទបន្ទាប់ពីទ្វារ2បើកនេះគឺចូលមកគឺកន្លែងទទួលភ្ញៀវល្វែងបាទបន្ទាប់មកគឺមានទ្វារមានអីបាទសម្រាប់ចូលទៅបន្ទប់គេអញ្ចឹងណាបងប្អូនបាទចឹងកន្លែងនេះគឺខ្ញុំ design បានតែប៉ុណ្្នឹងទេបងប្អូនបាទផ្ទះមួយម៉ាយកូនមួយនេះបងប្អូនបានត្រឹមប៉ុណ្្នឹងចឹងដោយសារតែខ្ញុំសរសេរប្លង់នេះគឺអត់បានជ្រៅជ្រះដូចយើងកង់ជឿតទេពុកម៉ែបងប្អូនបាទអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេបាទបើឆ្លាញ់ចូលចិត្ត Subscribe ជួយ Like យើងនឹងបញ្ចប់វីដេអូនេះបានត្រឹមប៉ុណ្្នឹងបងប្អូនណាបាទអរគុណច្រើនបាយបាយជម្រាបលាជួបគ្នានៅវីដេអូក្រោយ